ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានម្ហូបមួយមុខគឺចៀនពងទាជាមួយស្ពៃតឿចាជាដំបូងខ្ញុំគោះពងទាដាក់ចានបន្ទាប់មកខ្ញុំដាក់រ៉ូឌី3ចេងស្ករបន្តិចអំបិលបន្តិចទឹកត្រីបន្តិចចាបន្ទាប់មកខ្ញុំត្រូវការកូរពងទាឲ្យសព្វហើយខ្ញុំទុកពងទាមួយឡែកសិនបន្ទាប់ពីកូរច្បល់លាយគ្រឿងហើយចាបន្ទាប់មកខ្ញុំត្រូវធ្វើការហាន់បន្លែចាបន្លែគឺខ្ញុំត្រូវហាន់វាជាកង់ដូចឆាចាបន្ទាប់ពីហាន់បន្លែរួចហើយខ្ញុំយកបន្លែទៅលាងទឹកវាឲ្យស្អាតសិនចាម្ហូបមួយមុខនេះខ្ញុំធ្វើសម្រាប់យកទៅធ្វើការទេព្រោះអីខ្ញុំមិនដឹងថាធ្វើម្ហូបអីទេមានតែពងទាចៀនពងទាជាមួយស្ពៃទៅលឿនចាឥឡូវខ្ញុំលាងបន្លែហើយខ្ញុំចាប់ផ្ដើមដាក់ខ្ទះលើចក្រាមបន្ទាប់មកខ្ញុំដាក់ខ្លាញ់ចូលចាចៀនពងទាប្រហែលជាស្ទើរខ្លាញ់តិចហើយដោយសារតែខ្ញុំភ្លេចទិញចាហើយបន្ទាប់ពីដាក់ខ្លាញ់ឲ្យវារៀងក្តៅហើយខ្ញុំក៏ដាក់បន្លែចូលចានៅពេលដែលដាក់បន្លែចូលហើយយើងត្រូវការធ្វើច្បល់វាច្បល់ចុះច្បល់ឡើងដើម្បីឲ្យវាឆាប់ទន់បន្លែចាយើងកូរវាទុកមកសន្ទុះចឹងទៅបន្លែវាទន់ឥឡូវខ្ញុំចាប់ផ្ដើមធ្វើការចាក់ពងទាចូលចាចាក់ពងទាចូលហើយយើងកូរវាឲ្យសព្វជាមួយបន្លែអញ្ចឹងទៅបន្ទាប់មកយើងទុកវាមួយសន្ទុះដើម្បីឲ្យវានេះដើម្បីឲ្យវាឆាប់ក្រៀមចាហើយភ្លើងបងប្អូនកុំដាក់ខ្លាំងពេកព្រោះពងទាវាឆាប់ខ្លោចបាតប៉ុន្តែវាអត់ងាយឆ្អិនបន្លែទេវានៅរាងពងទាវាបើបើកភ្លើងខ្លាំងវាខ្លោចប៉ុន្តែវានៅស្ទើចាអញ្ចឹងបងប្អូនបើកភ្លើងតិចបានហើយចាបន្ទាប់មកខ្ញុំទុកវាមួយសន្ទុះសិនដើម្បីឲ្យវាក្រៀមចាបន្ទាប់ពីវាបានក្រៀមមួយចំហៀងហើយខ្ញុំចាប់ផ្ដើមត្រឡប់មួយចំហៀងទៀតចាដើម្បីឲ្យបន្លែវាឆ្អិនជាមួយនឹងពងទាហើយបន្ទាប់មកខ្ញុំទុកវាមួយសន្ទុះដើម្បីឲ្យវាឆ្អិនទាំងបន្លែហើយនិងពងទាចាម្ហូបមួយមុខនេះក៏បានឆ្អិនរួចរាល់ហើយចាជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំរហូតតាំងពីដើមរហូតដល់ចប់បើមានកំហុសខុសឆ្គងត្រណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានចាសូមអរគុណសូមជម្រាបលា